ព្រឹកមិនទាន់ភ្លឺបកចេញពីផ្ទះប្រញាប់រូតរះចេញដំណើរទៅសំដៅរកប្រាក់ញើសហូរសស្រាក់ដើម្បីគ្រួសារនឿយហត់យ៉ាងណាមិនដែលចោះចាញ់តាមផ្លូវពោពេញទៅដោយអបស័កដើម្បីកូនមិនហ៊ានសម្រាប់យកចិត្តទុកដាក់អនាគតកូនទុកខ្លួនឈឺហើយនៅឡើយតស៊ូយកជីវិតតលើដងវិថីកង់បីពុកចាស់ផ្លាស់ជីវិតកូនឲ្យរស់សំសួនដូចគេដទៃមើលខ្លះមើលងាយមិនឲ្យតំឡៃអ្នករត់កង់បីរិះគន់ពេកត្រាយគ្មានក្តីស្រណោះតែសម្រាប់ខ្ញុំគាត់គឺជាបរោះចិត្តសពបរោះស្មោះសបរិសុទ្ធពួកខ្ញុំជាអ្នករត់កង់បីតែបេះដូងគាត់ធំជាងអ្វីទាំងអស់ទោះជីវិតលំបាកប៉ុណ្ណាធានាមិនឲ្យកូនប្រពន្ធអត់ឃ្លានពួកខ្ញុំមានសេចក្តីថ្លៃថ្នូរមានការស៊ូនិងក្តីស្រឡាញ់លើសាវ័យគ្រប់យ៉ាងកាត់មកជាតិនេះខ្ញុំមានសំណាងទោះគ្មានគ្រប់យ៉ាងតែខ្ញុំក៏ខ្ទើមិនដែលមងសាយព្រមមានពុកល្អកងបីពុកខ្ញុំទុកតែសង្ឃឹមធំពុកខ្ញុំមកចាគាត់មានស្នេហាធំជាងមេឃាចំពោះគ្រួសារគ្មានណាដូចបានប្រាតិចទួចសន្សំសំចៃលះបង់អ្វីដើម្បីគ្រួសាររងចាំនៅផ្ទះនោះខ្លះសើចមិនគោរពគាត់និយាយពាក្យធួនស្ដាប់ផ្សែងជូរចត់តែពុកខ្ញុំគាត់គ្រាន់តែញញឹមបន្តដំណើរដោយចិត្តរងំខ្ញុំបានឃើញគាត់ដល់ស៊ូរាល់ថ្ងៃប្រជុំដល់ថ្ងៃមិនដែលសម្រាប់ក៏មិនមួយគ្រឿងពុកហត់នំបាក់សម្រាប់គ្រួសារគាត់ផ្សែងជឿជាក់ស្នាញើសូចែកជាមួយใจសងខ្ញុំទូគេមើងងាយក៏មិនបោះតង់បងរៀនតម្រង់ខ្ញុំឲ្យដឹងថាជីវិតនេះណាគឺជាការស៊ូមិនត្រូវបោះបង់មិនត្រូវរអ៊ូវាសនានឹងផ្ទោបើយើងរឹងមាំពួកខ្ញុំជាអ្នករត់កង់បីតែបេះដូងគាត់ធំជាងអ្វីទាំងអស់ទោះជីវិតលំបាកប៉ុណ្ណាធានាមិនឲ្យកូនប្រពន្ធអត់ឃ្លានពួកខ្ញុំមានសេចក្តីថ្លៃថ្នូរមានការស៊ូនិងក្តីស្រឡាញ់លើសាវ័យគ្រប់យ៉ាងកាត់មកជាតិនេះខ្ញុំមានសំណាងទោះគ្មានគ្រប់យ៉ាងតែខ្ញុំក៏ក្តៅមិនដែលមងសៅព្រោះមានពុកល្អពុកតែសង្គមធំពុកខ្ញុំអស់ចាគាត់មានស្នេហាធំជាងមេឃាចំពោះគ្រួសារគិណាដូចបានប្រាតិចទួចសន្សំសំចៃលះបង់អ្វីដើម្បីគ្រួសាររងចាំនៅផ្ទះមនុស្សខ្លះសើចនឹងគោរពគាត់និយាយពីធ្ងន់ស្ដាប់ផ្សែងជូរចត់តែពុកខ្ញុំគាត់គ្រាន់តែញញឹមបន្តដំណើរដោយចិត្តរឹងមាំខ្ញុំបានឃើញគាត់តស៊ូរាល់ថ្ងៃប្រគប់បើថ្ងៃមិនណាសម្រាប់កង់បីមួយគ្រឿងពុកហត់លំបាកសម្រាប់គ្រួសារគាត់សែនជឿជាក់មានតែសំខឹងទុកគេមើងងាយ